Engineering ហើយជំនាញទី2យើងហៅកាត់ថា MO Merchandise ជំនាញបញ្ជាទិញជំនាញនេះខាងក្រសួងគេរើសតែ35នាក់ទេចឹងអានេះបញ្ញាស្រួលរួចចឹងគឺយើងរៀនរយៈពេលត្រឹមតែ7ខែកន្លងកំឡុងពេល7ខែកន្លងហ្នឹងសាលាផ្ដល់អាហារពេលថ្ងៃអាហារសម្រន់កន្លែងស្នាក់នៅបើសិនជាយើងនៅឆ្ងាយនៅយើងចិត្តហ្នឹងយើងអាចជិះទៅបានជិះទៅណាហើយបំពន់លើកុំព្យូទ័រចិននិងអង់គ្លេសហើយនឹងសម្ភារៈសិក្សាអីមួយចំនួនទៀតអញ្ចឹងដល់ពេលដែលយើងរៀនចប់ខាងសាលានឹងបញ្ជូនគ្នាយើងទៅប្រពើការងារនៅក្នុងក្រុមហ៊ុនរោងចក្រដែលជាដៃគូហ្នឹងគឺបានប្រាក់ខែ$280ឡើងទៅឈ្មោះថាប្រយ័ត្នផ្សេងអញ្ចឹងនេះគឺជាឱកាសល្អមួយសម្រាប់គ្នាយើងអញ្ចឹងអានេះបងចែកម្លែកតាក់ទងទៅនឹងឱកាសសម្រាប់គ្នាយើងណាបើសិនយើងគិតថានេះវាជាឱកាសល្អមួយសម្រាប់ខ្លួនឯងយើងអត់ចង់ពឹងលុយអ្នកផ្ទះយើងអាចសម្រេចចិត្តពិចារណាលើមុខជំនាញនេះបាន